ព័ត៌មានថ្មីគិតត្រឹមថ្ងៃទី26ខែមេសាឆ្នាំ2026នេះមានរបាយការណ៍ថ្មីបំផុតនិងព្រឹត្តិការណ៍សំខាន់មួយចំនួនទាក់ទងនឹងការប៉ុនប៉ងតាមសម្រាប់លោកប្រធានាធិបតី Donald Trump ដូចខាងក្រោមព្រឹត្តិការណ៍ថ្មីបំផុត26មេសា2026លោក Donald Trump ត្រូវបានជម្លៀសចេញជាបន្ទាន់ពីកម្មវិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន White House Correspondents' Dinner នៅទីក្រុង Washington បន្ទាប់ពីមានការបាញ់ប្រហារនៅក្បែរនោះជនសង្ស័យម្នាក់ឈ្មោះ Cole Thomas Allen អាយុ31ឆ្នាំត្រូវបានចាប់ខ្លួនជាមួយអាវុធជាច្រើនរួមមានកាំភ្លើងបាញ់សត្វកាំភ្លើងខ្លីនិងកាំបិតភ្នាក់ងារសម្ងាត់ម្នាក់បានរងរបួសប៉ុន្តែលោក Trump មិនមានគ្រោះថ្នាក់អ្វីឡើយគម្រោងលួចសម្លាប់ពាក់ព័ន្ធនឹងបរទេសដើមឆ្នាំ2026ថ្មីនេះក្នុងខែកុម្ភៈនិងមីនាឆ្នាំ2026តុលាការអាមេរិកបានបង្ហាញវីដេអូសម្ងាត់មួយរបស់លោក Asif Merchant ជនជាតិប៉ាគីស្ថានដែលត្រូវបានចោទប្រកាន់ថាបានរៀបចំផែនការលួចសម្លាប់លោក Trump ក្រោមការគាំទ្រពីប្រទេសអ៊ីរ៉ង់ការប៉ុនប៉ងក្នុងឆ្នាំ2024ខែកក្កដា2024លោក Trump ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks បាញ់ត្រូវស្លឹកត្រចៀកខាងស្ដាំអំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvaniaខែកញ្ញា2024បុរសម្នាក់ឈ្មោះ Ryan Wesley Wolf ត្រូវបានចាប់ខ្លួនខណៈកំពុងលាក់ខ្លួនជាមួយកាំភ្លើងវែងនៅក្បែរទីលានវាយកូនគោរបស់លោក Trump ក្នុងរដ្ឋ Florida កាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅនេះជននេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតទោះបីជាមានការប៉ុនប៉ងជាបន្តបន្ទាប់ក៏ដោយអាជ្ញាធរអាមេរិកបាននឹងកំពុងបង្កើនការការពារយ៉ាងតឹងរ៉ឹងបំផុតសម្រាប់លោកប្រធានាធិបតីតើអ្នកយល់យ៉ាងណាចំពោះព័ត៌មាននេះសូមបងប្អូនជួយបញ្ចេញមតិផ្ទាល់ខ្លួនរបស់បងប្អូននៅខាងក្រោមដើម្បីទទួលបានវីដេអូថ្មីមុនគេសូមចុច Like Share និងចុច Subscribe ម្នាក់មួយផងសូមអរគុណ